Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានេះគឺយើងមកយកចំណងរបស់ free ទៀតហើយអញ្ចឹង item ដែលយើងអាចយកបានគឺមានចំនួន5 item ហើយក៏ជា item ដែលរឿងស្អាតៗដែរអញ្ចឹងគឺខ្ញុំនឹង show អ្នកទាំងអស់គ្នាមើលថាមាន item អីគេខ្លះដើម្បីទទួលបាន item ទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាធ្វើការចូលមកកន្លែង search សិនមកបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការវាយអក្សរតាមហ្នឹងទៅបន្ទាប់មកអ្នកទាំងអស់គ្នាចុញទៅលើវគ្គមួយហ្នឹងមកឥឡូវយើងចូលមកដល់ game ហ្នឹងហើយអ្នកនរគ្នាចុច continue អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុញដំបូងអ្នកទាំងអស់គ្នានឹងទទួលបានជាមួយនឹង item នេះមួយវិញទៀតអ្នកទាំងអស់គ្នាចំពោះ item ទាំងអស់ហ្នឹងគឺមាន6 item មកប៉ុន្តែដោយសារតែខ្ញុំអត់ទាន់ចេះយកជាមួយនឹង item ទី2នេះអញ្ចឹងក៏ខ្ញុំលើកតែ5 item ព្រាអ្នកនរគ្នាយកទេអញ្ចឹងយើងមកដឹងពីរបៀបយក item នីមួយៗហ្នឹងទៅអីដែលអ្នកទាំងអស់គ្នាធ្វើដំបូងគឺយើងត្រូវការយកជាមួយនឹង star ឬក៏ផ្កាយឲ្យបាន8ក៏ប៉ុន្តែអ្នកនរគ្នាអាចរក item ផ្សេងមុនបានប៉ុន្តែខ្ញុំមកប្រាប់ហ្នឹងគឺខ្ញុំប្រាប់អ្នកនរគ្នារបៀបនៅក្នុងការរក star ឬក៏ផ្កាយសិនចឹងដើម្បីអ្នកទាំងអស់គ្នារកផ្កាយឲ្យបាន8គឺអ្នកនរគ្នាធ្វើការដើរពេញ map ហ្នឹងមកហើយនេះគឺជាផ្កាយដែលវាធ្លាក់មកពីលើមេឃអ្នកទាំងអស់គ្នាដើរតាមកម្មចនាដែលគេដាក់ឲ្យហ្នឹងហើយយើងចុចវាមកអញ្ចឹងនៅពេលដែលខ្ញុំដើរមកដល់កន្លែងហ្នឹងគឺខ្ញុំឆ្លៀតមកប្រាប់អ្នកគ្នារបៀបយកសទូចដែលដំបូងអ្នកគ្នាត្រូវដើររកជាមួយនឹងកន្លែងដែលមានកាមេរ៉ាបែបហ្នឹងអ្នកទាំងគ្នាចូលទៅកន្លែងហ្នឹងមកវានឹងអូតូ shot ឬក៏អូតូថតឲ្យយើងនេះនៅពេលដែលវាថតឲ្យយើងរួចអ្នកគ្នាដើរចេញមកគឺយើងទទួលបានជាមួយនឹងសទូចហ្នឹងហើយឥឡូវហ្នឹងអីដែលយើងត្រូវធ្វើគឺទៅដើររកផ្កាយតហ្នឹងហើយអ្នកទាំងគ្នាចំពោះផ្កាយទី8គឺខ្ញុំពិបាករកខ្លាំងមែនតើអញ្ចឹងក៏ខ្ញុំកាត់មកដល់កន្លែងដែលខ្ញុំរកផ្កាយទី8ហ្នឹងឃើញណាអញ្ចឹងឥឡូវនេះដែរគឺយើងគ្រប់8ផ្កាយឬក៏8 star ហើយអញ្ចឹងគឺយើងអាចយកជាមួយនឹងស្លាបបានហើយអញ្ចឹងឥឡូវហ្នឹងគឺយើងទៅយក item មួកម្ដងកន្លែងដែលយើងទៅយកមួកហ្នឹងគឺអ្នកទាំងគ្នាត្រូវដើរទៅរកកន្លែងរូបសំណាកឥឡូវហ្នឹងយើងមកដល់កន្លែងរូបសំណាកហ្នឹងហើយអ្នកទាំងអស់គ្នាដើរមកក្រោយមកហើយបន្ទាប់មកអ្នកគ្នាឡើងតាមកម្មចនាដែលគេដាក់ឲ្យយើងឡើងហ្នឹងអូខេអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងឡើងមកដល់លើហើយយើងក៏បាន complete ជាមួយនឹង item មួយនឹងដែរអញ្ចឹងខ្ញុំនឹងមករៀបរាប់ថា item ទាំងអស់ហ្នឹងបានមកពីណាខ្លះឲ្យអ្នកទាំងអស់គ្នាម្ដងទៀត
item ទី1គឺអ្នកទាំងអស់គ្នាទទួលបាននៅពេលដែលអ្នកទាំងអស់គ្នា join game ដំបូង item ទី2គឺយើងទទួលបាននៅពេលដែល sister របស់វា tag photo ឬក៏ថតរូបឲ្យយើង item ទី3គឺអ្នកទាំងអស់គ្នាទទួលបាននៅពេលដែលអ្នកទាំងអស់គ្នា join game ចំនួន2ដងគឺមានន័យថាអ្នកទាំងអស់គ្នាចេញពី game ហ្នឹងហើយបន្ទាប់មកគឺចូលម្ដងទៀតគឺយើងទទួលបាន item ហ្នឹងហើយ item ទី4គឺអ្នកទាំងអស់គ្នាអាចទទួលបាននៅពេលដែលអ្នកទាំងអស់គ្នារកជាមួយនឹងផ្កាយឬក៏ star ឲ្យបាន8ហើយ item ចុងក្រោយគឺអ្នកទាំងអស់គ្នាអាចទទួលបាននៅពេលដែលអ្នកទាំងអស់គ្នាដើរតាមកូនបាល់ឡើងកម្មចដាលបានខ្ពស់អញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ